ជម្រាបសួរពុកម៉ែបងប្អូនម្ចាស់ចំការស្វាយជាទីគោរពបាទថ្ងៃនេះមកតាមដានលទ្ធផលក្នុងការបាញ់ទម្លាក់ស្លឹកចាស់ផលិតត្រួយថ្មីបាទទៅលើស្វាយកែវរមៀតដែលយើងធ្វើខុសរដូវដែលយើងត្រៀមយើងដាក់ផែនការដើម្បីប្រមូលផលក្នុងចុងខែ12បាទអញ្ចឹងឥឡូវក្នុងថ្ងៃនេះវាថ្ងៃទី21បាទខែ6បាទហើយយើងបានបាញ់ទម្លាក់ស្លឹកហើយនឹងទាញត្រួយថ្មីនេះបាទរយៈពេលពីជើងទី2មកបាន6ថ្ងៃបាទពីជើងទី2បាន6ថ្ងៃឥឡូវយើងមកតាមដានលទ្ធផលបាទស្លឹកឃើញទុំមួយបាទទុំខាងក្នុងមួយបាទហើយយើងប្រើ Leo 4គីឡូជាមួយនឹង Umikali 4គីឡូបាទជើងទី1បាទ5ថ្ងៃក្រោយបាទយើងដាក់ជើងទី2បាទជើងទី2យើងប្រើ Leo កម្រិត4គីឡូតតែលបាទហើយ Umikali 4គីឡូតតែលបាទដោយសារពេលដែលយើងបាញ់ជើងទី1នឹងហើយវាមានភ្លៀងរឹកយើងញឹកញាប់ដែរបាទដីនៅសើមនៅឡើយទេបាទអញ្ចឹងទើបយើងប្រើបរិមាណតតែលបើសិនជាពេលបាញ់នោះមេឃរាំងស្លាស់ល្អរាំងយើងអាចប្រើបថយ Leo មកនៅទៅ2គីឡូតែដោយសារនេះមេឃភ្លៀងការនោះមេឃភ្លៀងឥឡូវយើងទៅតាមដាននៅលទ្ធផលទាំងអស់គ្នាថាតើវាត្រួយចាប់ផ្ដើមចេញហើយឬនៅហើយវាទុំប៉ុនកម្រិតណាបាទអញ្ចឹងស្លឹកទុំជ្រុះមកល្មមទេបាទតែត្រួយចេញច្រើនបាទយើងឃើញថាចេញចាប់ផ្ដើមចេញមកប៉ុណ្ណេះច្រើនហើយបែកខ្នែងច្រើនបាទនេះជាគុណសម្បត្តិនៃផលិតផលបាទ Umikali បាទនេះបងប្អូនឃើញបែកខ្នែងមកច្រើនបាទនេះសម្រាប់ត្រួយដង្កត់បាទនេះ4ណាអានេះត្រួយដែលអត់ដង្កត់បាទក៏ចេញមកមួយប៉ុន្តែបរិមាណចំនួនស្លឹកច្រើនអញ្ចឹងបញ្ជាក់ថាគុណភាពបាទជីបំពន់សុខភាពដើមគឺល្អណាមើលបងប្អូនមើលចំនួនស្លឹកនៅក្នុងតងបាទតងមួយហ្នឹងតែមានស្លឹកច្រើនណាបាទនេះហើយលាស់ត្រួយមកហើយបាទនេះបាទសំបីតែបាទត្រួយដង្កត់ដែលគេហៅត្រួយខ្មងហ្នឹងក៏ចេញបាទត្រួយល្អអត់ខ្មងក៏ចេញបាទហើយចេញច្រើនបែកមកបែកខ្នែងត្រួយច្រើននេះដើមដែលល្អសុខភាពល្អដើមដែលរៀងខ្សោយជាងហ្នឹងក៏ចេញដែរនេះបាទនេះបាទត្រួយដង្កត់នេះបាទចេញមក3 4ហើយក្នុងមួយតងគឺប្រហែលស្លឹកច្រើនបាទអញ្ចឹងបញ្ជាក់ថាវាកម្លាំងល្អបាទហើយអានេះតងដែលយើងបេះផ្លែហើយតងចាស់បាទក៏ចេញដែរបាទតងចាស់ក៏ចេញបាទនេះតងរៀងនៅថ្មីបាទក៏ចេញបាទអញ្ចឹងវាចាប់ផ្ដើមចេញមកល្អហើយបាទចាប់ផ្ដើមចេញមកល្អហើយបាទចេញច្រើនបាទហើយចេញប៉ុណ្នេះបាទសម្រាប់ស្វាយនេះបាទគឺខ្ញុំណែនាំឲ្យគាត់ត្រៀមចាក់អរម៉ូនណាបាទត្រៀមចាក់អរម៉ូនបាទហើយបាទដោយសារស្វាយនេះប្រភេទថ្នាំងវាវែងដែរបាទប្រភេទថ្នាំងវែងនេះបាទបងប្អូនមើលមកថ្នាំងនេះវាចូលបាទចូលប្រហែលជា2ទឹកជាងបាទអញ្ចឹងថ្នាំងវែងប្រហែល2ទឹកជាងអញ្ចឹងខ្ញុំណែនាំឲ្យគាត់ចាក់អរម៉ូនពីប៉ុណ្្នឹងឲ្យហើយបាទបើថ្នាំងខ្លីអាហ្នឹងយើងចាំស្លឹកវាលាឲ្យបានច្រើនសិនបាទចាំយើងចាក់តែសម្រាប់ស្វាយនេះបាទថ្នាំងវាវែងអញ្ចឹងទៅយើងឲ្យចាក់ពេលដែលវាត្រួយនៅខ្លីៗអញ្ចឹងតែម្ដងបាទនេះបាទលទ្ធផលល្អបាទបងប្អូនឃើញបាទ Leo ជាមួយ Umikali ក្នុងការទម្លាក់ស្លឹកចាស់និងទាញត្រួយថ្មីបាទហើយស្លឹកចាស់ជ្រុះតិចល្មមបាទមិនខ្លោចខ្លាំងមិនអនដើមខ្លាំងទេនេះបាទស្លឹកចាស់ជ្រុះមកល្មមបាទដោយសារភ្លៀងផងអញ្ចឹងយើងប្រើ4គីឡូបាទតាំងពីជើងបាទអរគុណសម្រាប់ការទស្សនានៅវីដេអូរបស់ខ្ញុំបាទសូមជួយ like និងជួយ share បាទដើម្បីបានកម្លាំងចិត្តក្នុងការធ្វើវីដេអូចែកម្លែកចំណេះដឹងបន្ថែមទៀតណាបាទអរគុណច្រើនបាទជម្រាបលាជួបគ្នានៅឱកាសក្រោយ